សូមគោរពព្រះធេរានុធេរាគ្រប់ព្រះអង្គសូមថ្វាយបង្គំសូមថ្វាយបង្គំព្រះធេរានុធេរាគ្រប់ព្រះអង្គសូមថ្វាយបង្គំព្រះម្ចាស់គ្រូបាទថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានមកឡើងមកបកស្រាយនៅការចុះ community តែការចុះ community នេះគឺល្អណាស់សម្រាប់ក្រុមរបស់ខ្ញុំដែលយើងមានការចុះការចាប់ផ្ដើមនេះមានការប្រជុំយើងបានប្រជុំលើកទី1គឺនៅថ្ងៃទី23សម្រាប់ការចុះទៅទីតាំងតបមកថ្ងៃទី26កញ្ញាយើងបានទៅជួបគ្នានៅសាលាហើយនឹងឆ្ពោះទៅគោលដៅសូមលើកឡើងបន្តិចដល់ថាការចុះទៅគឺគេទើបតែធ្វើហើយយើងពេលដោយសារតែពិបាកដោយសារតែពេលដែលចុះទៅនេះមានភ្លៀងពីយប់ចឹងហើយម៉ូតូរបស់ក្រុមពួកខ្ញុំមានការដុបរបស់ជាច្រើនទី5បញ្ហាសហគមន៍កំពុងជួបប្រទះទី6សំណុំពរពីអាជ្ញាធរទី7ដំណោះស្រាយហើយចុងក្រោយគឺសេចក្តីសន្និដ្ឋានហើយខ្ញុំសូមលើកឡើងពីប្រវត្តិរបស់សហគមន៍ប៉ុន្តែចូលខាងក្នុងវារបៀបដូចផ្ទះជួលអញ្ចឹងហើយបានយើងបានសហការដែលមានលោកសំអាតគាត់បានខ្នះណែរឿងនៅទៅផ្ទាល់ដែលគាត់ស្គាល់ជាក់ស្ដែងនៅសហគមន៍នោះតទៅទៀតយើងចូលវិធីសាស្ត្រស្រាវជ្រាវបាទវិធីសាស្ត្រស្រាវជ្រាវនេះយើងស្រាវជ្រាវធម្មតាយើងចុះទៅយើងមិនមែនចេះតែចុះទៅព្រាបដាស់ទេយើងមានការជម្រាបជូនដល់ប្រធានសហគមន៍ឲ្យដឹងជាមុនបន្តមកយើងក៏មានកម្រងសំណួរផងដែរដែលសម្រាប់សួរហើយបន្តមកយើងពេលដែលយើងចុះទៅសួរមានម្នាក់មួយអ្នកសួរមួយទៀតអ្នកកត់ហើយយើងប្រមូលទិន្នន័យនោះដើម្បីមកសរុបដែលទៀតនឹងភ្លឺច្បាស់ហើយជាចុងក្រោយក្នុងវិធីសាស្ត្រសម្ភារនោះដែរយើងចុងក្រោយគឺយើងមានចែកជូននៅវត្ថុអនុស្សាវរីយ៍ជូនគាត់ដែលក្រុមរបស់ខ្ញុំបានដឹកយកទៅកាត់ផុកកាត់អីហ្នឹងដែលមានការលំបាកបន្តិចបាទហើយក្នុងនោះដូចជាមានរូបភាពនេះប្រជុំក្រុមទេការប្រជុំក្រុមហើយយើងមានចំនួនប្រជាជនសម្រាប់លោកពូមួយឲ្យគាត់ជាប្រធានគឺលោកពូជេងសាវុតដែលគ្រប់គ្រងនៅទីនោះហើយមានតែ98គ្រួសារទេហើយប្រជាជនទាំងអស់ដែលខ្ញុំរៀបរាប់ពីលើមកហ្នឹងហើយស្ថានភាពគឺអ្នកឬអេនចាយមានចំនួន37គ្រួសារធ្វើពួកគាត់ងាយស្រួលនៅជួបប្រទះនៅជំងឺផ្សេងនៅក្នុងនោះដែរក៏មានជំងឺជាច្រើនដូចជាជំងឺខ្លាំងជំងឺអេដហើយខ្ញុំបានចង់សម្ភាសផ្ទាល់ជាមួយក្រុមគ្រួសារមួយដែលពួកគាត់មានស្ទុកមេរោគអេដអ្នកស្រីម្នាក់គាត់មាននៅក្នុងគ្រួសារគាត់នោះមានចំនួនសមាជិកគ្រួសារ4នាក់ហើយកូនប្រុសច្បងបានស្លាប់ដោយសារជំងឺនេះផងដែរហើយពុកគឺគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃហើយចំពោះគាត់វិញគឺធ្វើការនៅអង្គការមួយជាអនាម័យហើយគាត់រកប្រាក់ចំណូលបានមួយខែតែ$100ទេហើយជំងឺមេរោគអេដส์គាត់អ្នកស្រីគាត់ទុកមេរោគអេដส์គឺគាត់បាន10ឆ្នាំពីអង្គការលីកាដូនិងការឧបត្ថម្ភពីអង្គការផ្សេងទៀតចំពោះបញ្ហាបរិស្ថាននិងអនាម័យគឺនៅមានលក្ខណៈគឺពួកគាត់ហូបមិនបានស្អាតថប់នឹងការលើការរស់នៅគឺអត់ស្អាតទេគឺលក្ខណៈថាបរិស្ថាននៅជុំវិញផ្ទះគាត់នោះគឺប្រសាទតែភ្លៀងធ្លាក់ជ្រាំហើយគាត់អត់ទាន់យល់ដឹងអំពីការយល់ដឹងអំពីបរិស្ថានដែលក្នុងនោះគឺមានពួកជ្រាំហើយនឹងការចោលសម្រាមដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងម្យ៉ាងទៀតពួកគាត់អត់ទាន់យល់ដឹងអំពីរបៀបនៃការហូបស្អាតផឹកស្អាតនៅស្អាតនិងការធ្វើអនាម័យគ្រប់ប្រាំជាដើមម្យ៉ាងទៀតចំពោះអសន្តិសុខវិញគឺនៅទីនោះគឺមានថ្មីទំនើបដែរមានអំពើហិង្សាចោរកម្មនិងការលេងល្បែងជាដើមអូខេអរគុណអនុញ្ញាតឲ្យក្រុមរបស់ខ្ញុំដោះស្រាយរកវិធីដោះស្រាយក្នុងការជួយសហគមន៍លើឲ្យបានប្រសើរឡើងអរគុណសូមជំរាបសួរ
ដំណោះស្រាយគឺមាន3ទី1ខាងក្រុមទី2ខាងក្នុងគឺនិយាយពីអាជ្ញាធរនិងប្រជាជនទី3និយាយអំពីខាងក្រៅនិយាយពីរដ្ឋាភិបាលនិងអង្គការនានាដំណោះស្រាយខាងក្រុមយើងខ្ញុំគឺគាត់ជួយពន្យល់ណែនាំអំពីអត្ថប្រយោជន៍នៃការអប់រំសុខភាពអនាម័យបង្កើតជាសហគមន៍ដើម្បីជួយពួកគាត់ពេលរៀនចប់អាចបង្កើតជាអង្គការជួយផ្សព្វផ្សាយដល់មិត្តភ័ក្តិដែលអ្នកមានសប្បុរសធម៌ដើម្បីឲ្យគេជួយសម្រាប់ដំណោះស្រាយខាងក្នុងគឺនិយាយអំពីអាជ្ញាធរនិងប្រជាជនមានដូចជាទី1និយាយអំពីការអប់រំទី2និយាយអំពីបរិស្ថាននិងអនាម័យការអប់រំអាជ្ញាធរជួយផ្សព្វផ្សាយជាលក្ខណៈតាមរយៈវិទ្យុទូរទស្សន៍ដើម្បីឲ្យប្រជាជននៅក្នុងសហគមន៍ទទួលបាននូវចំណេះដឹងទី2និយាយអំពីបរិស្ថាននិងអនាម័យគឺជួយពន្យល់ណែនាំអំពីការហូបស្អាតរស់នៅស្អាតនិងផឹកស្អាតចំណុចទី3គឺនិយាយអំពីដំណោះស្រាយខាងក្រៅរដ្ឋាភិបាលនិងស្ថាប័នឬអង្គការពាក់ព័ន្ធត្រូវមានវិធានការដូចជាទី1បង្កើតជាសាលារៀនទី2ផ្ដល់ជាឧបត្ថម្ភជាថវិកាសម្ភារៈសម្រាប់ធ្វើដំណើរនៅក្នុងការសិក្សាជាឧទាហរណ៍ប្រជាជននៅក្នុងសហគមន៍ទូសម្បូរគឺគាត់មានការជំពាក់ជាអង្គការដូចជាច្រើននៅពេលដែលយើងឧបត្ថម្ភជាសម្ភារៈនយោបាយក្នុងការសិក្សាដល់កូនពួកគាត់ទៅអង្គការដំណោះស្រាយគឺជារួមមកមានដូចជាបង្កើតការផ្សព្វផ្សាយដើម្បីឲ្យកូនបានរៀនសូត្របង្កើតវគ្គបណ្ដុះបណ្ដាលជំនាញដល់ប្រជាជនបង្កើតនៅវគ្គបណ្ដុះបណ្ដាលរបៀបថែទាំសុខភាពបង្កើតជាមណ្ឌលសុខភាពអប់រំដល់បុគ្គលដែលបានប្រព្រឹត្តខុសនឹងច្បាប់ដូចជាក្មេងទំនើងសេចក្តីសន្និដ្ឋានសរុបមកយើងឃើញថាសហគមន៍ខាងលើពិតជាមានការជួបលំបាកទុក្ខលំបាកជាច្រើនមែនដូចជាកង្វះខាតប្រព័ន្ធអប់រំកង្វះខាតអសន្តិសុខនិងកង្វះខាតអនាម័យហើយបណ្ដាស្ថាប័ននិងអង្គការពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់លើរាល់បញ្ហាប្រឈមមុខទាំងឡាយនិងស្វែងរកដំណោះស្រាយជាបន្ទាន់សូមអរគុណជាចុងក្រោយព្រះអង្គក្នុងការយកចិត្តទុកដាក់សម្ដាប់ដល់ក្រុមពួកយើងខ្ញុំធ្វើសិក្ខាបទទៅតាមផ្លូវចរាចរណ៍យើងដល់ថាផ្លូវ8ចូលសាលាកសិកម្មចការដោយើងមានផ្លូវបោះស្ដាំចាក់ទៅតំបន់គុកទួលស្នែងតែយើងទៅហួសទួលស្នែងប្រហែលជាគុកព្រៃសរប្រហែលជា2-3គីឡូទៀតទៅដល់សាលាអូខេផ្លូវនេះគុកព្រៃសរឥឡូវស្អាតនៅនេះគឺស្អាតតាមផ្លូវនេះគេកំពុងតែចាក់ទៅក្នុងអូខេតែផ្លូវចូលទៅសហគមន៍តែម្ដងអត់មានម្ដងជើបងសំណួរបាទគូសុភ័ណ្ឌខ្ញុំមកមីក្រូទី16ហើយខ្ញុំសូមអរគុណចំពោះការ presentation យ៉ាងបោះបานសម្រាប់សំណួរខ្ញុំចង់សួរបញ្ជាក់ថាតើក្រុមរបស់បងគឺ present អំពីបញ្ហាអីដែលដល់សំខាន់ឧទាហរណ៍ថាបើបងលើកមកគឺបញ្ហាជាលក្ខណៈ general អត់ដល់សំខាន់ទៅលើការសិក្សាឬក៏កង្វះខាតផ្នែកថវិកាឬក៏អនាម័យទេអញ្ចឹងសូមឲ្យបងជួយផ្ដល់ជាពិបល់ថាតើក្រុមបង present ហ្នឹងគឺអំពីអ្វីសូមអរគុណសំណួរទីទៅនេះយើងមិនមែនជាការសិក្សា specific ទៅលើកញ្ញាមួយទេយើងគ្រាន់តែទៅចង់ដឹងទៅសិក្សាជា general របស់គាត់តែតយូរអូខេចឹងសិក្សាទូទៅគឺបញ្ហាអីធំជាងគេកន្លែងហ្នឹងបញ្ហាដែលសំខាន់ជាងគេនោះគឺតែតជីវភាពក្នុងចាស់ជីវភាពតែបន្ទាប់មួយទៀតគឺសុខភាពនិងបរិស្ថានក៏យើងមានសុខភាពគាត់ឈឺមានមួយចំនួនដែលគាត់មានទុក្ខមានរោគ HIV លោក3អូខេ next អូខេអូស្រីខ្ញុំសូមសួរថាមូលហេតុអ្វីបានជាពួកគាត់ផ្ទៃក្រោយអូខេ very good ហេតុអីបានគាត់ក្រមិនតាមមកលោកស្រាប់បានអត់មានតែក្រពីបីអង្គណាគេមើលអត់ដល់លើលេងតោគាត់ត្រូវខ្ចីលុយអង្គការរំតែគាត់រត់បានមួយយកមកសងទៅម្ចាស់អង្គការគេវិញបាទហើយមួយទៀតគាត់មានអ្នកលេងល្បែងដែរខ្ញុំដើរកាត់តាមនោះខ្ញុំឃើញមានជុំគ្នាលេងបៀហើយល្បែងនេះក៏នាំឲ្យគាត់ក្រីក្រដែរបាទអញ្ចឹងសូមអរប៉ុណ្ណឹងបាទអរគុណពីណាតែទៀតសូមអេតមកជាទូទៅគាត់ជួបពីភាពក្រីក្រដោយសារតែគាត់មានការបំលាស់ដូចជានៅជាច្រើនដល់ដោយសារគាត់ត្រូវបណ្ដឹងចេញពីបរិយាគេណាហើយនៅបង្កប់អញ្ចឹងដល់ពេលចែកចេញទុំទៅនៅនោះដោយសារមានទំហំដីហ្នឹងគាត់ដែរនិយាយចំទៅពួកគាត់
តាមស្ដាប់សម្ដីគាត់និយាយទៅគាត់ថាគាត់ចង់ដាំដំណាំដែរប៉ុន្តែដោយសារអត់មានដីគឺគាត់បាននិយាយចឹងផ្ទះគាត់គឺមានតែផ្លូវចូលឯងផ្លូវខាងមុខដីខាងមុខគឺដីของគេប៉ុន្តែពួកគាត់ចង់មានដីសម្រាប់ដាំដំណាំដើម្បីបង្កើនជីវភាពគ្រួសារគាត់គាត់បណ្ដាដីគាត់ខ្ញុំចាបន្ទប់ដែលខ្ញុំបានជួបប្រធានសហគមន៍ក្បាលនេះ3ម៉ែត្រកន្លះបណ្ដោយ5ម៉ែត្របន្ទប់មួយវាទីសាងសង់ដូចជាបន្ទប់ជួលចឹងហ្នឹងអត់មានដីដាំបណ្ដាមែនអត់មានដីគេគឺដីឡូដែលគេមានម្ចាស់គេភូមិឡូសម្រាប់លោក Next question បងប្រុស គឺថាតើបញ្ហាកង្វះខាតរបស់គាត់ត្រូវបានតាមដំណងឬក៏ទៅរដ្ឋាភិបាលគាត់កំពុងតែដោះស្រាយគាត់ឬក៏អត់ទេសម្រាប់ស្រាយផ្សេងទៀតថាសាលាក្រុងគេអត់បានផ្លាយរបស់ថាគេណាដែលគេទៅកន្លងតាក់ទងបនភ្លើងឬបនទឹកអីបានល្អធំទៅសម្រាប់គាត់ទេតែខ្ញុំចង់សួរមើលថាតើពួកគាត់ក្នុងcommunity ហ្នឹងអត់មានបណ្ដាអត់មាន quality ដើម្បីធ្វើការងារដែលមានរកប្រាក់អំបីបានសម្រាប់ក្រុមគ្រួសាររបស់គាត់អត់មានអ្នកណាមកសោះយើងឃើញមានមួយចំនួនតដែរដូចជាអ្នកដែលគាត់មានបំបងតខ្លួនដូចជាអ្នកដែលគាត់លក់គ្រឿងទេសហើយនឹងមានមួយចំនួនតតែគាត់ធ្វើការពាណិជ្ជការដែរគាត់ធ្វើការនៅសង្កាត់នៅបើតាមដែលយើងបានសិក្សាមកទៅយើងឃើញថាទៅនៅតំបន់ហ្នឹងយើងអាចនឹងអភិវឌ្ឍដែរប៉ុន្តែអាចយើងប្រយោជន៍ពេលវែងព្រោះដោយសារពលនៅតំបន់ហ្នឹងគឺភាគច្រើនយើងមានអង្គការមួយចំនួនដែលគាត់បានចុះទៅជួយច្រើនហើយយើងឃើញមានអាជ្ញាធរអីក៏គាត់ចាប់ដើមគឺជាកសាងផ្លូវកសាងឲ្យទៅតំបន់មួយច្រើនហើយទីដែលខ្ញុំបានលើកឡើងពីដំបូងដែរគឺវត្តទឹកលើគេកំពុងតែគាត់ស្នើសុំដែរអញ្ចឹងនៅខាងមុខសហគមន៍នឹងអាចនឹងគ្រូខ្ញុំសូមបន្ថែមទៀតសហគមន៍នេះនឹងរីកចម្រើនសម្រាប់ទៅថ្ងៃមុខដោយសារឥឡូវនេះអត់តរីកចម្រើនដោយសារតែមុនហ្នឹងសម្រាប់រូបភាពមួយលំពូប្រធានសហគមន៍ហ្នឹងក្នុងភូមិហ្នឹងគាត់អត់សូវមានការចូលរួមអភិវឌ្ឍយ៉ាងម៉េចបានន័យថាខាងអង្គការផៃឋានហ្នឹងគាត់ផ្ដល់ជាភ្លើងមកអញ្ចឹងក៏ប៉ុន្តែមានប្រជាជនមួយចំនួនគាត់ថាបង់លុយទេតាមប្រសាសន៍លោកប្រធានសហគមន៍អញ្ចឹងហើយទៅពេលអត់បង់លុយគេផ្ដាច់ភ្លើងហ្នឹងអញ្ចឹងល្ងឹតទាំងអស់គ្នាបាទសូមអរគុណបន្ថែមបន្តិចខាងជាទៅដោយសារតែពួកគាត់មានជីវភាពខ្វះខាតចិត្តអត់សមឲ្យថាពួកគាត់គឺជាអ្នករកចាយហើយថ្លៃភ្លើងថ្លៃទឹកវាថ្លៃសម្រាប់គាត់ក្នុងមួយថ្ងៃក៏ប្រហែលតែ10000ទៅ5,000នៅថ្លៃដំបូងហើយគាត់រើចាយគាត់មានក្នុងសហគមន៍របស់គាត់ទេគាត់មករើដល់ក្នុងពេញថ្ងៃខ្លះមានថាបែរជា3ហិកតាមួយក្នុងជ្រុងហ្នឹងថា3ហិកតាហ្នឹងគឺជាសហគមន៍របស់គាត់សូម្បីអត់ដីធ្វើស្រែតាមអាជីវកម្មគាត់មានដែរហើយពីមុនគាត់រស់នៅបរិយាកាសគាត់មានខាងនេះមានចិត្តសាលាវត្តស្លាយដល់ពេលឆ្ងាយពីព្រោះគាត់ទៅដល់នោះគាត់ទៅធ្វើស្អីទេគាត់មានរើចាយដល់ថាជីវភាពគាត់ខ្វះខាតពេកអញ្ចឹងគឺខ្លាចអត់ហើយជាកុំឲ្យគាត់ខ្ញុំកំពុងថាខ្ញុំទៅមានអារម្មណ៍ថាសប្បាយ fashion ក៏អាចដល់ថាពួកយើងនៅនេះកាយក្នុងមានលុយចាយអាច take note ច្រើនតែរៀនសាលាបានអត់មានសុទ្ធជាវាខាត់អត់មានសុទ្ធជាពូសូម្បីតែហៅឲ្យបងប៉ុន្តែគាត់ធ្វើសម្រាប់កាយសម្រាប់យកមកញ៉ាំពីសម្រាប់យកមកញ៉ាំហើយដោយសារមិនពួកគាត់ចង់ទេដោយសារថាជីវភាពគាត់សម្រាប់ឲ្យគាត់ទៅបងសាលាចោលធ្វើការសំណងតែថាគ្រួសារខ្លះក្នុងមួយគ្រួសារមាន6នាក់បងតែលើកកូនក្រុមម្នាក់ទេដើម្បីធ្វើសំណងដើម្បីយកថវិកាហ្នឹងមកជួយគ្រប់គ្រងគ្រួសារប៉ុន្តែគ្រប់គ្រងគ្រួសារវាអត់ impossible ក្នុងមួយថ្ងៃបាន15000គាត់ជិះម៉ូតូទុកទៅយើងគិតអាចទៅទុកហើយថ្លៃសេវាបាយទឹកគាត់អាចជួយការមកវិញឪពុកឈឺម្ដាយឈឺចាក់ជរាហើយមានបងក្មេងផ្សេងទូទៀតហើយនឹងលើកជា style មួយក្នុងគ្រួសារមួយដែលគាត់មានចំណាយទឹកចំនួន4នាក់ប៉ុន្តែគាត់មានគ្រួសារគាត់ហ្នឹងគាត់ជាតែកម៉ាយគាត់អាយុប្រហែលជា15ហើយមានមិញម្នាក់ទៀតគាត់អាយុ40គាត់ឈឺតែ2មួយគាត់ឈឺ3មួយទៀតគាត់មានជំងឺទុកមានរអិលតែគាត់អាចធ្វើការហើយមានកូនស្រីម្នាក់ធ្វើការបញ្ចាក់ក្នុងមួយខែគាត់រកបានប្រាក់$150ប៉ុន្តែដោយសារគាត់ជីវភាពបាក់ពេកគាត់យកប្លង់ដែលគេឲ្យ3ម៉ែត្រទៅ6ម៉ែត្រហ្នឹងយកទៅបញ្ចាំអង្គការដើម្បីមកគ្រប់គ្រងគ្រួសារដល់តែពេលនោះហើយដែលគាត់បើកតែខែមកគឺគាត់យកប្រាក់ប្រខែមកក្នុងមួយខែ$150ហ្នឹងគាត់យកហាក់$100ដើម្បីទៅបង់ចូលអង្គការដើម្បីយកបង់ទៅដល់គេអញ្ចឹងគឺសល់$50ប៉ុន្តែយើងគិតថា$50ហ្នឹងយើងអាចចូលត្រង់ជីវភាពគ្រួសារយើងជាមួយសមាជិក4នាក់បានដោយសារក្រដោយសារមូលហេតុហ្នឹងមិនមែនមនុស្សណាក៏ចង់ក្រទេ
បាទហើយពេលខ្លះយើងថាមិនបានក្រមិនបានគាត់ចេះរស់ស៊ីយើងជួនកាលក្មេងខ្លះយើងកើតមកចំកូនអ្នកមានយកដឹងថាទុកលំបាកនៃគ្រាប់ប្រមាណណាគាត់ខំប្រឹងដែរប៉ុន្តែគាត់ខំប្រឹងអាហារពេលគាត់មានសមត្ថភាពគាត់មានចំណេះដឹងអត់លីទេគាត់មានតែប្រើកម្លាំងបាយទៅធ្វើការបើយើងទៅធ្វើការក៏ឲ្យកុំទៅទីជីក៏ដូចយើងអាចច្រើនប៉ុន្តែពួកគាត់ត្រូវលីសៃរេតដីកាប់ពោះដើម្បីបានប្រាក់ចំណេញហើយប្រាក់ហ្នឹងមកអត់មានបានច្រើនទេព្រោះយើងធ្វើជាយើងថាយកកម្លាំងទៅធ្វើគឺបាទតិចតួចតែបាទអរគុណច្រើនអូខេបាទចូលមកទៅហើយបាទសាក្រុមនៃបានគោលបំណងរបស់លោកតាចង់ឲ្យសិទ្ធិរបស់យើងជាអនាគតអ្នកដឹកនាំប្រទេសហ្នឹងឲ្យដឹងសុខទុក្ខហើយបណ្ដុះពូជមានចិត្តចង់ជួយប្រជាជនខ្លួនឯងតាំងពីឥឡូវទៅកុំចាំដល់ពេលអង្គុយកៅអីនោះវាចង់ភ្លេចអ្នកក្រមកដែរណាចឹងឱកាសពេលនេះជាពេលដែលបណ្ដុះពូជករណាចិត្តហ្នឹងសូម្បីយើងឡើងទៅធ្វើអ្នកធំក៏នៅមានកូនចិត្តហ្នឹងសម្រាប់ជួយជនដែរចឹងសូមអរគុណសាទរក្រុមណាស់